ជំរាបសួរទាំងអស់គ្នាចាហ្នឹងហើយថ្ងៃនេះយើងមករៀនម៉ូដទឹកបំបែកពណ៌បន្ថែមពីម៉ូដទៀតចាឥឡូវហ្នឹងយើងលាបកញ្ចក់ទី1គ្រូលាបជាមួយនឹងពណ៌ខ្មៅចាលាបពណ៌ខ្មៅហើយយើងចូលម៉ាស៊ីន60វិនាទីលាបតែមួយជាន់ទេចាចូលម៉ាស៊ីនចាបន្ទាប់មកកញ្ចក់ទី2គ្រូលាបពណ៌សលាបពណ៌សមួយជាន់ដូចគ្នាហើយចូលម៉ាស៊ីន60វិនាទីដូចគ្នាចាពណ៌សហ្នឹងយើងលាបឲ្យវារៀងក្រានតិចណាដោយសារយើងលាបតែមួយជាន់អញ្ចឹងហើយយើងលាបវារៀងក្រានតិចចាតបមកយើងចូលម៉ាស៊ីន60វិនាទីនេះគឺម៉ូដបាន4ម៉ូដទេណាក្នុងវគ្គទឹកបំបែកពណ៌ហ្នឹងអានេះគឺបានចំនួន4ម៉ូដទេចាឥឡូវហ្នឹងពណ៌ខ្មៅយើងស្ងួតហើយយើងចេញមកវិញយើងលាបជាមួយនឹងទឹកបំបែកតួឯករបស់យើងចាឥឡូវយើងថែមពណ៌សបន្តិចសិនបន្ទាប់មកយើងលាបជាមួយនឹងទឹកបំបែកតួឯកចាលាបឲ្យវារៀងច្រើនតិចទៅចាបន្ទាប់ពីយើងលាបទឹកបំបែកនឹងពេញជាមួយនឹងផ្ទៃកញ្ចក់ពណ៌ខ្មៅនឹងហើយគឺយើងអត់មានចូលម៉ាស៊ីនទេចាបន្ទាប់ហើយយើងយកអាជក់មុខមួយរបស់យើងហ្នឹងជក់មុខទូចហ្នឹងយើងយកទៅប្រើជាមួយនឹងពណ៌សគូជារាងផ្កាកលាបបានន័យថាយើងបតក់ប៉ុន្តែយើងទាញវាឲ្យចេញរាងចាចេញរាងស្រួចកែមតិចហ្នឹងឲ្យវាចេញជារាងផ្កាកលាបដែលវាហិចចានិយាយទៅពេលដែលយើងប្រើទឹកបែកហ្នឹងទៅគឺវាហិចចឹងហ្មងអាហ្នឹងទឹកបែកហ្នឹងគឺវាម៉ូដវាហិចចឹងចាហើយនៅមានច្រើនម៉ូដជាបន្តបន្ទាប់ទៀតណាទាំងអស់គ្នារៀនតាមសម្រួលចាបន្ទាប់ពីយើងបតក់វាទាញកែមតិចចឹងទៅយើងទុកឲ្យវាហិចបន្តិចយើងចូលក្នុងម៉ាស៊ីន60វិនាទីទៀតចាចូលម៉ាស៊ីនឃើញទេទាំងអស់គ្នាដាក់បតក់អញ្ចឹងវារៀងដូចផ្កាកលាបអញ្ចឹងណាហើយវាហិចចាចូលម៉ាស៊ីនសិនចាពេលដែលចូលម៉ាស៊ីនហើយយើងចេញពណ៌សម្ដងកញ្ចក់ពណ៌សដែលយើងបានលាបបំពេញមិញហ្នឹងយើងត្រូវយកមកយើងលាបជាមួយនឹងទឹកបំបែកហ្នឹងដូចគ្នាចាលាបទឹកបែកចាទឹកបែកហ្នឹងជាតួឯករបស់យើងណាក្នុងវគ្គហ្នឹងគឺទឹកបែកហ្នឹងគឺចាំបាច់មែនតែនចាបន្ទាប់ពីលាបទឹកបែកហើយគឺយើងធ្វើម៉ូដហ្នឹងយើងគូដាក់ពណ៌ទីមេឃហ្នឹងមួយឆ្នោតហើយជាមួយនឹងដៃយើងហ្នឹងគូរៀងវាថារៀងទឹកកលោកអញ្ចឹងយើងដៃយើងហ្នឹងយើងធ្វើរៀងវារៀងទឹកកលោកតិចទៅដើម្បីឲ្យថ្នាំហ្នឹងវាបែកជាមួយនឹងអាទឹកបែករបស់យើងហ្នឹងមិនได้ថាវាហេចលាយអញ្ចឹងណាចាមានពណ៌ក្រហមជាមួយនឹងពណ៌ផ្ទៃមេឃបន្ទាប់ហើយគ្រូដាក់ពណ៌ក្រហមកម្ៅនៅកណ្ដាលហ្នឹងមួយទៀតហើយគ្រូធ្វើរៀងទឹកកលោកតិចចឹងដូចគ្នាចាពេលដែលយើងធ្វើវាអញ្ចឹងទៅវាហិចតាមហ្នឹងហើយវាក៏ចេញជាម៉ូដមួយម៉ូដដែរបានតែអញ្ចឹងណាវាលំដោយសារទឹកបែកហ្នឹងគឺវាបែកទៅតាមវាហិចទៅតាមទឹកហ្នឹងអញ្ចឹងវាអត់នៅស្ងៀមវាអត់វាថាវាហិចនិយាយទៅម៉ូដហ្នឹងគឺម៉ូដរបៀបបែកចាបន្ទាប់ពីយើងទាញហិចឲ្យវាហិចលាយទៅតាមទឹកហ្នឹងតិចទៅយើងចូលម៉ាស៊ីន60វិនាទីដែរចាចូលម៉ាស៊ីន60វិ
ពេលដែលចូលម៉ាស៊ីន60វិហើយចេញមកវិញយើងលាបជាមួយនឹងទឹកកឡូង UV Top ចាឥឡូវហ្នឹងពណ៌សផ្កាកលាបមិញហ្នឹងយើងធ្វើហើយណាយើងចេញមកវិញហើយអញ្ចឹងយើងត្រូវលាបជាមួយនឹងពណ៌ក្រហមដោយសារបើសិនជាយើងស្រឡាញ់ពណ៌សបែបហ្នឹងក៏បានឬក៏យើងចង់បន្ថែមពណ៌ក៏បានដែរដោយសារយើងចង់បន្ថែមជាការកលាបហ្នឹងឲ្យទៅជាពណ៌ក្រហមពណ៌កាឈូកឬក៏ពណ៌លឿងទៅតាមចិត្តដែលយើងស្រឡាញ់ឬមកក៏យើងចង់បានពណ៌សបែបហ្នឹងគឺយើងលាបទឹកកឡុងយកហ្មងតែបើយើងចង់ថែមពណ៌អាហ្នឹងយើងថែមពណ៌វាមកថែមពណ៌ហើយចូលម៉ាស៊ីនសិនចាំយើងចេញមកលាបទឹកកឡុងតាមក្រោយចាហើយពណ៌ដែលយើងចង់ថែមហ្នឹងគឺយើងថែមពណ៌អីក៏បានដែរតែជាប្រភេទថ្នាំកញ្ចក់ថ្លាជាប្រភេទពណ៌ដែលគ្រូលាបហ្នឹងគឺពណ៌ថ្នាំកញ្ចក់ថ្លាណាពណ៌ចេះប៉ុន្តែពណ៌វារបៀបថ្លាអញ្ចឹងណាចាវាមិនមែនជាប្រភេទម្សៅទេហ្នឹងហើយយកមកលាបវាមកជាន់ពីលើហើយយើងចូលម៉ាស៊ីន60វិទៀតចាហើយពេលដែលវាយើងចេញមកវិញយើងលាបជាមួយនឹងទឹកកឡុង UV Top ទៅគឺរួចរាល់ហើយសម្រាប់មុននេះស្ងួតហើយអញ្ចឹងយើងលាបជាមួយនឹងទឹកកឡុងចាលាបទឹកកឡុងហើយយើងចូលម៉ាស៊ីនចាអូខេហើយនេះយើងទទួលបានវគ្គទឹកបែបពណ៌ហ្នឹងយើងទទួលបាន4ម៉ូតទេណាចាហើយយើងលាបចេញមកវិញយើងលាបមួយទឹកកឡុងម្ដងទៀតណាចាចាំជួបគ្នាជាមួយនឹងម៉ូតបន្តទៀតចាស្ងួតហើយរួចរាល់ចា2ម៉ូតសម្រាប់ថ្ងៃនេះគឺយើងចេញពីម៉ូតនឹងសិនចាម៉ូតទឹកបំបែកពណ៌អញ្ចឹងទាំងអស់គ្នាមានពណ៌ផ្សេងយកពណ៌ផ្សេងមកបើមានច្រើនពណ៌អត់តែល្អយើងព្រោះយើងនៅមានវគ្គបន្តច្រើនចាហ្នឹងហើយនេះចាយើងទទួលបាន2ម៉ូតហ្នឹងណាអរគុណថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា